បាទជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះដែរគឺខ្ញុំមកអួតពីលឹកត្រេនបន្តិចបាទគឺត្រេននេះគឺចេញស្លឹកឈុតទី2បានស្លឹកលីអស់ហើយបាទតែមានដើមខ្លះទៀតដែលវារៀងយឺតជាងគេបន្តិចដែលអត់តន់លាបាទនៅលឹកដាវបាទថាកាត់ស្មៅកាត់អីគឺរៀបរយហើយប៉ុន្តែខ្នែងយើងអត់តន់បានធ្វើឲ្យស្អាតស្រឡះពេញលេងទេវានៅរៀងស្ដុកបន្តិចបាទព្រោះថាឥឡូវនេះកំពុងតែបញឹកជាមួយនឹងជំងឺបាទគឺជំងឺវាចូលរៀងច្រើនបន្តិចបាទព្រោះថាសារមូលហេតុជំងឺវាកើតឡើងច្រើនទេវាអាចជាបញ្ហាមកពីអាកាសធាតុជើងថ្មីនេះវាភ្លៀងរាល់ថ្ងៃពេកបាទបូករួមជាមួយនឹងដីដែលយើងវារៀងតនៀបកាលណាភ្លៀងមកវារៀងដក់ទឹកច្រើនអញ្ចឹងទៅក៏ធ្វើឲ្យបញ្ហាមេរោគហ្នឹងកើតឡើងលឿនបាទក៏មានដើមខ្លះហ្នឹងក៏វាកើតតិចតួចតែដើមខ្លះអូសឹងថាមួយដើមទាំងអស់បាទអញ្ចឹងគឺយ៉ាងនេះរបស់យើងគឺបញ្ញាគ្រឿងមើលជំងឺវាបន្តិចបាទនេះគឺពួកឈើរានេះដូចដើមនេះក៏ប៉ុន្តែជួរនេះមើលហើយតែវាអាចពេលមើលហ្នឹងវាដូចភ្លៀងផងចន្លោះមាត់ឃើញឥឡូវដើរថតនេះចំបដ ாய் បាទនេះគឺលួយសបកហ្នឹងយើងទុកគោវាមិនកើតទេអញ្ចឹងទៅបញ្ញាប់ព្យាបាលវាតែមិនអញ្ចឹងតទៅមុខទៀតវាចេះតែរៀលដាល់ធំទៅធ្វើឲ្យដើមត្រៀមរបស់យើងអាចងាប់បានគឺស្លឹករបស់យើងគឺច្រើនមែនតើស្លឹកឡើងណែនបាទតែកែគាត់អត់តន់មានគម្រោងចង់យកនៅផ្កានៅខែនេះទេគាត់ចង់បានមកស្លឹកមកឈុតទៀតបាទអញ្ចឹងក៏អូខេតាមសំណុំពរអត់តន់យកផ្លែអត់តន់យកផ្កាអញ្ចឹងក៏ចាប់ផ្ដើមដើរមើលជំងឺមើលអីឲ្យរៀបរយសិនចាប់ផ្ដើមកាត់តែងខ្នែងខាងក្នុងឲ្យស្លាស់ម្ដងទៀតដើម្បីយើងងាយស្រួលជំរុញស្លឹកនេះឲ្យចាស់តបមកយើងក៏ចាប់ផ្ដើមទាញត្រួយថ្មីមកឈុតទៀតអូមើលខាងនោះឈឺហើយបងប្អូនអើយដោយសារពីមុនមកគេមិនសូវជាបានមើលថែអារឿងជំងឺហ្នឹងបានដើរពិនិត្យមើលដិតដល់អញ្ចឹងវាចេះតែរៀលដាល់កើតតិចតួចអត់បានមើលវាតែយូរទៅវាចេះរៀលធំទៅបាទអញ្ចឹងបានថាជំងឺហ្នឹងកុំប្រហែសជាមួយវាសោះឃើញមុំតិចតួចហ្នឹងសម្រាប់បញ្ញាប់ព្យាបាលវាហើយតែមិនអញ្ចឹងទេនោះដូចដើមនោះអញ្ចឹងក្រហមល្ងាលពីគល់ដល់ចង់គាត់ថាកោះលាបថ្នាំវាហ្នឹងមួយដើមហ្នឹងគឺកន្លះថ្ងៃនោះដើមនោះទៀតដើមនោះកន្លះថ្ងៃដែរនោះអានេះក៏កន្លះថ្ងៃដែរតែថាឥឡូវវាមានកន្លែងខ្លះវារឿងស្ងួតអីដូចវាជាគួរសមហីបាទតែយើងនឹងឆែកមើលបន្តទៀតអូនេះនៅសើមនេះអាចអត់តន់ជាយើងត្រូវកោះលាបថ្នាំវាបន្ថែមទៀតបាទយើងអាចមកឡង3ថ្ងៃឬមួយអាទិត្យអីយើងអាចដើរឆែកវាម្ដងទៀតតើវាជាឬមួយក៏វារៀលដាល់ថែមអញ្ចឹងតែដើមនេះអត់តន់ជាទេនៅរៀលនេះអញ្ចឹងយើងនៅដើរឆែកវាម្ដងទៀតតែកន្លែងណាវាមិនតន់ជាយើងត្រូវកោះសម្អាតវាលាបថ្នាំវាតទៀតហើយក៏
កន្លែងខ្លះយើងដើមណាជឿធ្ងន់យើងត្រូវចាក់ថ្នាំវាបដាបាទដើម្បីជួយជំនួយនេះលក្ខណៈព្យាបាលនៅក្នុងទាំងក្រៅនេះលេបផងចាក់ផងលាបផងចាក់ផងដើមណាធ្ងន់ចាក់ឲ្យលាបទៀតកាយឈឺមកថាដើមអាយុ8ឆ្នាំអូល្អមែនតើស្រឡាញ់ដើមត្រេននេះទាំងមែកទាំងស្លឹកទាំងហុំដើមគឺល្មមពេញចិត្តខ្ញុំស្ដោកប៉ុណ្ណេះងាយធ្វើស្រួលធ្វើដើមនេះអាចបាន80ផ្លែប៉ុណ្ណឹងល្មមច្រើនពេកគុំកើតតិចពេកវាបានតិចបើយើងដាក់ច្រើនវាកុំឲ្យវាអន់ដើមទៅថ្ងៃក្រោយនេះបើដើមនេះវិញដើមនេះធំល្អដើមនេះអាចបាន100ទៅ100លើហើយថា110ផ្លែចុះល្មមប៉ុណ្នេះគឺស្លឹកអស់តោះបាទចឹងគឺថ្ងៃនេះគឺវីដេអូនេះក៏អត់មានអីនិយាយច្រើនទេបងប្អូនគាត់ថាដើរបង្ហាញក្អួតត្រេនបន្តិចបាទព្រោះថាទំហំដើមហើយនឹងស្លឹកគឺវាស្អាតល្អអាយុ8ឆ្នាំល្មមពេញចិត្តស្ដោកតែបើត្រេនខ្លះគាត់ថែបានដិតដល់អញ្ចឹង7 8ឆ្នាំអីនៅតូចនៅឡើយតែសម្រាប់ត្រេននេះខ្ញុំតសើតកែគាត់អត់រីជីថ្នាំគាត់ថែដិតដល់បាទទាំងស្លឹកទាំងមែកគឺល្អតែគាត់ថាគាត់អត់មានអ្នកមើលថែដិតដល់ដូចជាពួកជំងឺពួកអីនេះបាទតែឥឡូវមកដល់ដៃខ្ញុំហើយដឹងថាខ្ទេចហើយដល់ដៃខ្ញុំខ្ទេចហើយត្រេនហ្នឹងកោះលីងគេទុកសបកឲ្យទេកាលណាឈឺឲ្យឈឺទៅណាកោះទៅហ្នឹងលាបតអាឡូងដើមឡើងកមងាយឈឺច្រើនដែរបងប្អូនអើយចូល50% នៅក្នុងចការនេះគាត់ដើមឈឺតែអត់ជាបញ្ហាឥឡូវព្យាយាមព្យាបាលវាកាលណាយើងព្យាបាលវាជាអីគឺយើងដល់វគ្គយើងវិញវគ្គនេះវេទនាបន្តិចមកតែវាជាអូខេអរគុណបងប្អូនអរគ្នាថ្ងៃនេះអួតតែប៉ុណ្ណេះសិនណាចាំថ្ងៃក្រោយទៀតខ្ញុំនឹងចេញជាវីដេអូពីវិធីសាស្ត្រខ្លះតិចតួចជូនបងប្អូនបាទថ្ងៃនេះគឺវីដេអូថ្មីដំបូងបាទគឺនេះគឺជាការថ្មីមួយទៀតអញ្ចឹងហើយក៏វាទេសភាពវាប្លែកជាងមុនបាទអរគុណច្រើនបាយបាយ